បាទខ្ញុំសូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នាដែលតាមដានទស្សនាវីដេអូផ្សេងៗនៅក្នុង Channel របស់ខ្ញុំបាទភីរុំបាទសូមស្វាគមន៍ការត្រឡប់មកជួបគ្នាជាថ្មីម្ដងទៀតនៅក្នុងវីដេអូថ្ងៃនេះដែលខ្ញុំមានចំណេះដឹងក៏ដូចជាបទពិសោធន៍មួយចង់ចែកជូនដល់បងប្អូនទាំងអស់គ្នាគឺរបៀបដោះស្រាយបញ្ហាទល់លាមកបាទអាការៈទល់លាមកកើតឡើងនៅពេលដែលក្រពះរបស់យើងឬក៏ពោះរបស់យើងនេះគឺតឹងប៉ុន្តែបត់ជើងអត់ចេញឬក៏ទៅបត់ជើងហើយវាអត់ចេញអត់បានសម្រេចបាទបញ្ហាដែលបត់ជើងអត់ចេញអត់បានសម្រេចនេះគឺនាំឲ្យអារម្មណ៍របស់យើងនេះមិនល្អនៅក្នុងការប្រកបរបររើស៊ីឬក៏ការទៅសិក្សានោះទេពីព្រោះវាចេះតែចង់ឲ្យនាំឲ្យយើងនឹងគឺថាចង់ចូលកន្ទប់ទឹកប៉ុន្តែដល់ពេលទៅវាអត់មកហើយជួនកាលទៅក៏ធ្វើឲ្យប៉ះពាល់ដល់សុខភាពស្បែករបស់យើងផងដែរគឺថាអាចនឹងឡើងមុនឬក៏ស្បែកស្រអាប់ដោយសារតែជាតិពុលឬក៏លាមករបស់យើងនឹងវាចេញមកមិនបានទៀងទាត់ឬក៏វាផ្ទុកយូរពេកយូរថ្ងៃពេកបាទតើដំណោះស្រាយអ្វីខ្លះដែលយើងអាចអនុវត្តក្នុងការលុបបំបាត់ឬក៏បន្ធូរបញ្ហាទល់លាមកនេះបានបាទទី1គឺយើងអាចហូបបន្លែបៃតងដែលមានលក្ខណៈទន់ដូចជាត្រឡាចផ្ទីននោងបាទបន្លែដែលមានជាតិសរសៃដូចជាដំឡូងត្រាវនិងល្ហុងបាទទាំងអស់នេះគឺជាប្រភេទបន្លែផ្លែឈើដែលធ្វើឲ្យក្រពះរបស់យើងនេះងាយស្រួលក្នុងការកិនវាសម្រួលក្រពះងាយស្រួលកិនវាអត់រឹងវាអត់ធំពេកនៅក្នុងការដែលលាមកចេញមកវាធ្វើឲ្យលាមករបស់យើងទន់ស្រួលចេញមកបាទទី2ការដោះស្រាយគឺយើងអាចហូបទឹកក្តៅអ៊ុនៗបាទនៅពេលព្រឹកព្រលឹមបើនិយាយពីម៉ោងវិញប្រហែលជាម៉ោង6ព្រឹកបាទឬក៏ហូបទឹកតែឬក៏កាហ្វេបាទដូច្នេះកាហ្វេនេះមិនមែនកាហ្វេទឹកកកទេបើកាហ្វេក្តៅផងដែរទឹកតែទឹកក្តៅអ៊ុនៗកាហ្វេនឹងហើយគឺជួយសម្រួលបន្ថែមទៀតជួយឲ្យមានជាតិទឹកពេលវាចេញមកវាអត់មកទាំងដុលវាអត់ស្ទះបាទគឺថាវាមកមានទឹកមានអីចឹងវាស្រួលចេញមកបាទហើយដំណោះស្រាយទី3នោះគឺរៀងប្លែកបន្តិចគឺជាការហូបអាហារដែលហឹរបើឧទាហរណ៍ជាក់ស្ដែងគឺមីហឹរបងប្អូនដាក់កម្រិត3កម្រិត4ពីយប់ទៅព្រលឹមឡើងប្រហែលជានឹងត្រូវបត់ជើងហើយឬក៏បត់ជើងតាំងពេលយប់នឹងផងបាទប៉ុន្តែកុំភ្លេចហូបទឹកឲ្យបានច្រើនផងពីព្រោះពោះយើងនឹងកុហលកាហាយដោយសារសារធាតុហឹរនេះហើយវានឹងក្តៅកាលណាក្តៅវាចង់រើផ្លូវចេញបាទហើយចំណុចទី4ក្នុងការដោះស្រាយបញ្ហាទល់លាមកនោះគឺផ្នែក mental គឺថាផ្នែកស្មារតីឬក៏អារម្មណ៍របស់យើងនឹងគឺថាពេលយើងចូលកន្ទប់ទឹកឬក៏ចូលបង្គន់នឹងទៅនឹងគឺថាត្រូវប្រមូលអារម្មណ៍កុំកាន់ទូរស័ព្ទទៅបាទកាលណាយើងចូលបន្ទប់ទឹកឬក៏ចូលបង្គន់នឹងកាន់ទូរស័ព្ទគឺថាយើងរវល់តែខួរក្បាលយើងវាអត់បជាអារឿងបត់ជើងគឺតែបជា Facebook បជាឆ្លើយតបសារចុចមើលរូបមើលវីដេអូអីចឹងអាហ្នឹងខួរក្បាលរបស់យើងវាអត់នឹងនៅវាអត់ងាយចេញមកដែរទេបាទដូច្នេះទី4ហ្នឹងគឺថាចូលកន្ទប់ទឹកចូលបង្គន់ហ្នឹងគឺត្រូវប្រមូលអារម្មណ៍ក្នុងការបត់ជើង focus ផ្ដោតទៅលើការបត់ជើងកុំធ្វើអីផ្សេងបាទអានេះគេហៅថាការកសាងបរិយាកាសណាបរិយាកាសឲ្យមានលក្ខណៈងាយស្រួលនៅក្នុងការបត់ជើងធំបាទហើយដំណោះស្រាយទី5នោះបើធ្វើតាំងប្រមាណនឹងមិនចេញហើយដំណោះស្រាយទី5គឺទៅ pharmacy ទិញថ្នាំបញ្ចុះប្រាប់ពេទ្យថាខ្ញុំហូបច្រើនហើយប៉ុន្តែវានៅតែបត់ជើងអត់ចេញបាទដូច្នេះគេនឹងឲ្យថ្នាំយើងបញ្ចុះគេឲ្យថ្នាំយើងលេបពីយប់ចឹងទៅហើយព្រលឹមឡើងយើងនឹងឈឺបត់ជើងហើយបាទដូច្នេះនេះគឺជា5ចំណុចដែលខ្ញុំចង់លើកជូនដល់បងប្អូនអរគ្នាដើម្បីដោះស្រាយបញ្ហាទល់លាមកបាទធ្វើការសរុបឡើងវិញគឺជាការទី1គឺការហូបបន្លែបៃតងដែលមានលក្ខណៈទន់
បាទដើម្បីឲ្យកាពះស្រួលកិនទី2ការហូបទឹកក្តៅអ៊ុនៗពេលព្រឹកព្រលឹមឬក៏ទឹកតែឬក៏កាហ្វេក្តៅទី3ការហូបអាហារដែលមានជាតិហឹរឬក៏មីហឹរអីជាដើមហើយទី4គឺត្រូវការរៀបចំប្រមូលអារម្មណ៍និងបរិយាកាសនៅក្នុងប្រគុណហ្នឹងកុំឲ្យប្រគុណហ្នឹងវាធ្វើឲ្យយើងអត់អារម្មណ៍ក្នុងការជួសប្រគុណខ្លះស្អុយពេកប្រគុណខ្លះអត់សម្អាតអីចឹងទៅមានអារម្មណ៍ណាជួសបើចូលទៅស្អុយងោងប្រគុណខ្លះបិទទ្វារអត់ចិត្តអីចឹងពិបាកដែរបាទគឺថាទី4ហ្នឹងប្រមូលអារម្មណ៍និងរៀបចំបរិយាកាសហើយទី5ហ្នឹងគឺថាដំណោះស្រាយចុងក្រោយទៅ pharmacy ទិញថ្នាំបញ្ចុះតែម្ដងប្រាប់ពេទ្យតាមហ្នឹងទៅហើយអ្វីដែលមិនគួរធ្វើនោះការប្រឹងខ្លាំងពេកបត់ជើងប្រឹងខ្លាំងពេកអាចនាំឲ្យកើតជំងឺរឹសដូងបាតឬក៏ហៅស្រួលស្ដាប់ថាការប៉ោងសរសៃនៅរុនគូតបាទហើយកុំអង្គុយយូរពេកបើអត់ចេញបើអត់បានសម្រេចទេសូមចេញពីខ្ទប់ទឹកចេញពីប្រគុណមកសិនបាទដូច្នេះមានការហាមតែបន្តិចទេហើយបងប្អូននេះគឺជាបទពិសោធន៍ក៏ដូចជាចំណេះដឹងផ្ទាល់ខ្លួនដែលខ្ញុំបានឆ្លងកាត់ដែលខ្ញុំបានរៀនសូត្រដឹងពីចាស់ទុំខ្លះៗមើលសភៅខ្លះៗបងប្អូនគិតថាចំណុចណាអនុវត្តបានបងប្អូនអាចអនុវត្តទៅប្រហែលជាបងប្អូនក្មេងៗបត់ជើងធម្មតាប្រឹងតាមពិតគេឲ្យប្រឹងទេបងប្អូនបាទអត់ឲ្យប្រឹងទេនោមក៏ដោយបត់ជើងតូចក៏ដោយអត់ឲ្យប្រឹងខ្លាំងទេវាប៉ះពាល់ប្រព័ន្ធនៅកន្លែងទ្វារធំយើងហ្នឹងបាទហេតុដូច្នេះហើយការបត់ជើងធំគឺជាការបញ្ចេញជាតិពុលបត់ជើងធំបត់ជើងតូចហ្នឹងណាវាសំខាន់ដែរដែលតេតើនឹងសុខភាពហើយបើសិនជាយើងបត់ជើងទៀងទាត់យើងសុខភាពយើងល្អតាមហ្នឹងអារម្មណ៍យើងល្អយើងធ្វើដំណើរយើងទៅរៀនយើងរើស៊ីអីវាអត់រវល់តែរឿងខ្ទប់ទឹកហ្នឹងអ្នកខ្លះទៅជិះឡានអីរវល់អើយដល់កន្លែងបត់ជើងនៅអញ្ចឹងបាទបើសិនជាយើងបត់ជើងទៀងទាត់យើងបត់ជើងហើយបានយើងចេញយើងស្រួលអារម្មណ៍ល្អហ្មងអ្នកខ្លះគេហៅថាកន្ទប់ទឹកគឺជាកន្លែងបន្ធូរអារម្មណ៍ប៉ុន្តែមិនមែនបន្ធូរអារម្មណ៍យកទូរស័ព្ទទៅទេបាទបទពិសោធន៍ខ្ញុំផ្ទាល់ខ្លួនរាល់ថ្ងៃខ្ញុំលេបមរុំប៉ុន្តែមិនមែនជាទៀងទាត់អីខ្លាំងទេបងប្អូនគាត់ថាខ្ញុំលេបមរុំមួយថ្ងៃ6គ្រាប់មុនហូបបាយ2គ្រាប់មួយថ្ងៃ3ពេលអញ្ចឹងណាប៉ុន្តែពេលខ្លះខ្ញុំភ្លេចដែរប៉ុន្តែការបត់ជើងរបស់ខ្ញុំគឺមានលក្ខណៈទៀងទាត់ណាហើយនឹងរវល់រឿងផោមបន្តិចពេលបងប្អូនលេបមរុំស្លឹកមរុំគេកិនហើយគេធ្វើទៅជាគ្រាប់ថ្នាំកំប៉ុងអញ្ចឹងហ្នឹងខ្ញុំប្រើអាហ្នឹងរាល់ថ្ងៃបាទនេះគឺជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំបើសិនជាបងប្អូនមិនទាន់មានបញ្ហាទល់លាមកទេបងប្អូនចាំមើលចោះពេលបងប្អូនអាយុប្រហែល25អីឡើងចាប់ផ្ដើមមានអាការៈហ្នឹងហើយយល់ល្អព្យាយាមបត់ជើងឲ្យបានទៀងទាត់សុខភាពយើងធូរតាមហ្នឹងបងប្អូនមានឆ្ងល់ទេហេតុអីបានចាស់គាត់ទៅខំទៅអង្គុយហូបកាហ្វេព្រឹកហូបតែហូបអីនឹងព្រឹកម្លេះគឺការហូបរបស់ក្តៅមុនអាហារពេលព្រឹកហ្នឹងតែកាហ្វេឬក៏ទឹកក្តៅអ៊ុនៗហ្នឹងគឺសម្រួលដល់កាពះស្រួលបត់ជើងអញ្ចឹងបានចាស់គាត់ខំងើបទៅពីល្ងិតទៅហូបហ្នឹងហើយអាហ្នឹងវាជាមូលហេតុមួយហើយក៏មានមូលហេតុទីគាត់ទៅដើម្បីអង្គុយនិយាយគ្នាអីចឹងណាបាទខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូនេះសង្ឃឹមថាបងប្អូននឹងទទួលបានចំណេះដឹងផ្នែកសុខភាពមួយក្នុងដំណើរជីវិតរបស់យើងឲ្យយើងទាំងអស់គ្នាមានសុខភាពល្អសូមជួបគ្នានៅវីដេអូក្រោយទៀតពីខ្ញុំបាទភិរមសូមអរគុណសូមជម្រាបលា